cho lỗ cục cả wow sao sạch ngon chứ đấy sẽ được cây sẽ như tớ tầm ngón đấy nhỉ nhau này nè chọn nóไม่ได้อัดการตอนอัดการตำใบเธอบ่เกลือมវីដេអូតាំងពីថ្ងៃរយៈយឺពីត្រីមកឲ្យទំនឹកឃើញយកមកកាត់ផុសរយៈនៅទូរគីអត់សុបាយដូចនៅខ្មែរទេនៅនេះស្ងាត់ជ្រាបថ្ងៃទី1ហើយក៏អត់មានមនុស្សអីអញ្ចឹងណាក៏ពួកខ្ញុំខ្ជិលដើរលេងខ្ជិលអីក៏នាំគ្នាធ្វើបបរញ៉ាំជុំគ្នាអីចឹងទៅអត់ដូចអ្នកនៅខ្មែរទេថ្ងៃរយៈគេមានការីចលក់ជាមួយប៉ាំងអីចឹងទៅនឹងបច្ចុកអីចឹងទៅតែនៅនេះអត់មានទេមានតែបបរផ្សិតយើងនេះឯងនេះហើយនិយាយរឿងបបរផ្សិតនេះឬក៏បបរគ្រឿងពួកខ្ញុំអត់សាធ្វើមែនទេមួយខែអីធ្វើ2ដងអីក៏មានដែរដោយសារតែគ្រឿងស្រួលរោអីចឹងណាដូចជាផ្សិតអីចឹងទៅហើយក៏សាច់មាន់អីក៏សបោនៅទូរគីអីចឹងណាបើនៅទូរគីអត់មានសាច់មាន់ទេពួកខ្ញុំដឹងតែវេទនាហ្មងនេះហើយបបរក្តៅពេលញ៉ាំជុំគ្នាឆ្ងាញ់មែនតើជាពិសេសញ៉ាំពេលព្រិលនៅធ្លាអាកាសធាតុនៅត្រជាក់ខ្លាំងដាក់ទៅអូនិយាយពីថាឆ្ងាញ់សាហាវនិយាយពីថាបបរមួយឆ្នាំងធំហ្នឹងអត់សូវមានសាច់ជាងអង្គបបរទេមានតែសាច់មាន់ហើយនឹងផ្សិតនឹងឯងព្រោះមាន់នៅនេះរៀងធូរថ្លៃដែរក៏មាន់ធំអីចឹងណាតែក្នុងបបរមានសាច់មាន់ច្រើនមានផ្សិតច្រើននឹងគ្នាដួសរៀងៗខ្លួនចង់បានប៉ុណ្ណាដួសតាមនឹងអីចឹងទៅដួសយកតែផ្សិតហើយនឹងសាច់មាន់ទេឡើងដាក់ក្រោយប៊ីអត់បានញ៉ាំផ្សិតដោយសារផ្លេចយកផ្សិតដល់កាលណាវាឆ្អិនវាមិនដែលឡើងលើអញ្ចឹងណាឃើញតំណងចិត្តដួសដាក់ហ្នឹងហើយឥឡូវតែដួសឲ្យដាក់ឲ្យដួសដកចេញអីនេះស្រឡះទៅឲ្យតែមេដៃចូលបបរទៅវាក្តៅដួសហ្នឹងតតែមេដៃចូលបបរបើអត់មេដៃអត់ប៉ះបបរទេប្រហែលជានៅដួសដល់ហៀចានហ្នឹងហ្មងមើលរៀងកំសត់ដែរគ្នាមិនដែលបានញ៉ាំបបរមកទូរគីគ្នាដែលបានញ៉ាំអីចឹងណាវារៀងវេទនារករ៉ាអីចឹងទៅបបរពួកខ្ញុំសឹងតែមានគ្រឿងគ្រប់ប៉ុន្តែខ្វះតែមួយគឺសៀងរោសៀងអត់បាននៅទូរគីអត់មានសៀងទេហើយបបរគ្រឿងនឹងត្រូវឬខុសទេបងប្អូនហើយខ្ញុំឃើញផ្សិតគេដាក់ច្រើនទេខ្ញុំហៅបបរផ្សិតហ្មងទៅបបរគ្រឿងសាច់មាន់បបរផ្សិតបើអត់ដាក់ម្ទេសហើយនឹងម្រេចទេដឹងតែអត់ឆ្ងាញ់ហ្មងបបរជីក្តៅជីតតែដាក់ម្ទេសហឹលហោះទៅឆ្ងាញ់ចំនឹងអាកាសធាតុត្រជាក់ខ្លាំងអូនិយាយថានឹកឃើញរសជាតិហ្មងណា